ប្រទេសអ៊ីរ៉ង់ដែលកាន់សាសនាអ៊ីស្លាមដែលមានមនោគមវិជ្ជាប្រឆាំងនឹងលោកខាងលិចជាពិសេសសហរដ្ឋអាមេរិកនោះនៅតែមិនចុះញ៉មហើយបានត្រៀមផែនការយុទ្ធសាស្ត្រ5ចំណុចសម្រាប់ករណីផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាមេរិកដែលជាបងធំរបស់ពិភពលោកទោះបីជាគណៈប្រតិភូអាមេរិកនិងអ៊ីរ៉ង់បាននឹងកំពុងជួបការចរចានៅប្រទេសអូម៉ង់ជុំវិញកម្មវិធីសព្វវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងណាក៏ដោយនេះវាយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jerusalem Post កាលពីថ្ងៃទី5ខែកុម្ភៈឆ្នាំ2026យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ក្រោមការដឹកនាំរបស់មេដឹកនាំកំពូលគឺលោកអាយ៉ាតូឡាអាលីខាម៉ានីនិងកងឆ្មាំបដិវត្តអ៊ីស្លាមដែលត្រូវរដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរ៉ូប៊ីអូថ្មីនេះបានចាត់ប្រកាសថាកំពុងឧបត្ថម្ភលុយដល់បណ្ដាញភេរវករទូទាំងពិភពលោកបានត្រៀមផែនការយុទ្ធសាស្ត្រសង្គ្រាម5ចំណុចដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិកដែលជាបងធំរបស់ពិភពលោករួមមានដូចខាងក្រោមទី1យុទ្ធសាស្ត្រសង្គ្រាមច្រើនមុខព្រួញអ៊ីរ៉ង់បានរៀបចំផែនការប្រើប្រាស់កម្លាំងក្រុមសកម្មយុទ្ធរបស់ខ្លួននៅទូទាំងតំបន់មជ្ឈិមបូព៌ាដើម្បីវាយប្រហារសហរដ្ឋអាមេរិករួមមានក្រុមសកម្មយុទ្ធ Hezbollah នៅប្រទេសលីបង់ក្រុមសកម្មយុទ្ធ Houthi នៅប្រទេសយេម៉ែននិងក្រុមកងជើពលប្រទេសអ៊ីរ៉ាក់ដើម្បីពង្រីកសមរភូមិឲ្យកាន់តែធំដែលធ្វើឲ្យសហរដ្ឋអាមេរិកពិបាកនៅក្នុងការផ្ដោតលើប្រទេសអ៊ីរ៉ង់តែមួយទី2ការវាយបកយ៉ាងសន្ធប់ដោយហ្វូងមីស៊ីលប៉ាឡេស្ទិកដ្រូនពិឃាតស្រោចដូចគ្រប់ភ្លៀងប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារមកលើមូលដ្ឋាននុយក្លេអ៊ែរឬយោធារបស់ខ្លួនមែនអ៊ីរ៉ង់នឹងបាញ់មីស៊ីលប៉ាឡេស្ទិកនិងដ្រូនចំនួនច្រើនសន្ធឹកសន្ធាប់ក្នុងពេលតែមួយសម្ដៅលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់គឺធ្វើយ៉ាងណាកុំឲ្យមានប្រព័ន្ធខាលមីស៊ីលដែលអាកាសឬសំណាញ់មេឃារបស់សហរដ្ឋអាមេរិកនិងថាតជាដើមទប់ទល់មិនឈ្នះទី3សង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត Cyber Warfare អ៊ីរ៉ង់នឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថាមពលហិរញ្ញវត្ថុនិងប្រព័ន្ធទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកដើម្បីរំខានដល់ការដាក់ពង្រាយទ័ពនិងដាក់សម្ពាធលើរដ្ឋាភិបាលនៃប្រទេសដែលផ្ដល់ទីតាំងឲ្យសហរដ្ឋអាមេរិកឈរជើងទី4ការបិទច្រកហូម៉ូឬការបិទច្រកទំនិញប្រេងឆ្លងកាត់អ៊ីរ៉ង់ក្រុងនឹងប្រើប្រាស់ភូមិសាស្ត្ររបស់ខ្លួនបិទគប់ច្រកហូម៉ូដែលជាផ្លូវទឹកដឹកជញ្ជូនប្រេងនិងហ្គាសរហូតដល់ទៅ1/5របស់ពិភពលោកដើម្បីបង្កឲ្យវិបត្តិសេដ្ឋកិច្ចសកលបង្ខំឲ្យសហរដ្ឋអាមេរិកដកថយទី5យុទ្ធសាស្ត្រចុងក្រោយគឺសង្គ្រាមតតាំងរ៉ាំរ៉ៃអ៊ីរ៉ង់មិនមានបំណងវាយយកឈ្នះសហរដ្ឋអាមេរិកដោយផ្ទាល់នោះទេហើយក៏មិនអាចយកឈ្នះសហរដ្ឋអាមេរិកនោះដែរប៉ុន្តែអ៊ីរ៉ង់ចង់ធ្វើឲ្យសង្គ្រាមនេះអូសបន្លាយវែងដែលធ្វើឲ្យសហរដ្ឋអាមេរិកត្រូវខាតបង់ច្រើនទាំងផ្នែកថវិកានិងជីវិតកងទ័ពដែលជាលទ្ធផលនឹងធ្វើឲ្យសហរដ្ឋអាមេរិកបង្ខំចិត្តបញ្ចប់សង្គ្រាមហើយដកថយត្រឡប់ទៅវិញខ្ញុំមុនីវ័នពី RT News